cha hương ơi pria mai miệng ơi đã tặng ơi tặng cha hương ơi pria mai miệng ơi đã tặng tặng ơi cắt snow kẹp răng gớp không kẹp ơi bông kho nhắm ôi bạn nè điên nè I don't know why mình ở đây ai mi thon nên kéo cho cọ chẳng tới cái nông anh ấy đọ mang cái đi đọ màn cái đi đọ màn đọ pram lời cái kho này lời kho này lời kho này cái nông này chết nè គម្រោងការថតធ្វើម្ហូបថ្ងៃនេះនៅក្រៅផ្ទះត្រូវបានបរាជ័យបងប្អូនអាកាសធាតុគឺអត់សូវត្រជាក់ទេប៉ុន្តែសុកបែរជាមានព្រិលធ្លាក់ត្រជាក់យកហ្មងគឺរលកត្រជាក់បក់មកហ្មងបងប្អូនអើយដក5អង្សាសេក្រោម0ថាបានញ៉ាំបងកែបក្តៅនឹងក្រៅផ្ទះបងប្អូនមើលហើយឥឡូវវិចគ្រឿងមកធ្វើក្នុងផ្ទះវិញហ្មងអញ្ចឹងជាដំបូងយើងចាក់ cooking វ៉ាញស្រាសម្រាប់ធ្វើម្ហូបនឹងចាក់ដើម្បីកាត់ជាតិឆ្អាបច្បាច់វាឲ្យសប់អញ្ចឹងមកយើងបន្ថែមម្រេចកពោតជាមួយនឹងខ្ញីចិញ្ច្រាំម៉ត់និងខ្ទឹមសច្រាំជាមួយនឹងម្ទេសហិលផងដែរច្បល់ប្រឡាក់ជាមួយសាច់កែបនឹងឲ្យវាចូលជាតិល្អទៅណាបងប្អូនធ្វើអញ្ចឹងឲ្យលែងមានជាតិឆ្អាបតែម្ដងឈ្ងុយឲ្យញ៉ាំថ្នឹកមាត់ទៀតខ្ញុំបន្ថែមទឹកស៊ីអ៊ីវខាប់8ស្ព្រាបាយហើយនឹងទឹកប្រេងខ្យង4ស្ព្រាបាយផងដែរទឹកស៊ីអ៊ីវធម្មតាយើង4ស្ព្រាបាយផងដែរចំណែកឯប្រេងល្ងក៏4ស្ព្រាបាយដែរបងប្អូនលួចជាមួយនឹងម្សៅស៊ុបបន្តិចក៏ដូចជាស្ករសបន្តិចទៅហើយបន្តប្រឡាក់ច្បាច់កែបជាមួយនឹងគ្រឿងឲ្យចូលជាតិល្អមែនតើបាទពេលចោលកន្លះម៉ោងសិនចាំយើងយកមកខធ្វើអញ្ចឹងកែបយើងចូលជាតិដល់ឆ្អឹងហ្មងគឺឆ្ងាញ់សាហាវពេលផ្អាប់កែបចោលខ្ញុំបាក់មច្ឆាតកូនសាំបាមកមុខទៀតញ៉ាំជាមួយនឹងបបរខកែបដែរផ្ទះក្តៅដាក់បាគាបុកជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសចូលនឹងលីងវាឲ្យឈ្ងុយមកហើយបន្ថែមគ្រឿងសាតេមកកញ្ចប់មកបងប្អូនឆាច្បល់វាឲ្យសពអលាយស្មើសាច់ចឹងហើយចាំយើងបន្ថែមជាមួយនឹងកាពិមួយកូនដុំបងប្អូនថាតតវាឈ្ងុយស្អុយពេញផ្ទះហ្មងចាំយើងឈប់អត់ទេនិយាយមិនឆ្លុកពេញផ្ទះបងប្អូនអើយបន្ថែមទឹកប្រេងខ្យងបន្តិចស្ករបន្តិចម្សៅស៊ុបបន្តិចជាការស្រេចឲ្យបងប្អូនពីព្រោះជាតិវាចេញពីបាគាក្រៀមដែលយើងបុកជាមួយនឹងកាពិដែលយើងឆាហើយហើយបន្ថែមគ្រឿងច្រើនពេកគឺប្រៃហូបឲ្យកើតហ្មងជាចុងក្រោយដាក់តកូនឆាត្រឡប់វាឲ្យសប់អញ្ចឹងមកជាការស្រេចបាត់ហើយឃើញទេតកូនពេលដាក់ទៅមកខ្ទះធំឆាត្រឡប់ចុះត្រឡប់ឡើងសតតែបាតខ្ទះបងប្អូនអើយរោមញោមមកលីងហ្មងហើយគេហៅថាតកូនឆាសាំបាបងប្អូនងាកមកខកែបយើងវិញបន្ទាប់ពីយើងផ្អាប់ពីចោលកន្លះម៉ោងហើយយើងចាប់ផ្ដើមខតែម្ដងទៅដាក់ខ្ទះឲ្យក្តៅបង់ខ្ញីចូលជាមួយនឹងគល់ខ្ទឹមម្ទេសហុយម្ទេសក្រៀបបុកត្រឡប់ចូលគ្នាឆាវាឲ្យឈ្ងុយអញ្ចឹងមកមើលតែវាឈ្ងុយល្មមមកយើងចាប់ផ្ដើមបង់ស្ករត្នោតចូលហើយសារខ្ញុំដាក់ស្ករត្នោតខតាមក្រោយទៅពេលប្រឡាក់សាច់ខ្ញុំអត់ប្រើស្ករច្រើនណាខ្ញុំដាក់តែមួយចុងស្ព្រាទេព្រោះពេលយើងចាក់សាច់កែបឲ្យយើងប្រឡាក់ទុកមុននឹងចូលជាមួយនឹងស្ករត្នោតយើងពងតខនេះគឺរសជាតិវាប្រៃផ្អែមល្មមឆ្ងាញ់តែម្ដងទុកចោលកន្លះម៉ោងរៀងរីងទឹកបន្តិចចាំយើងថែមម្សៅឆារូបមន្តគ្រឿងដែលខ្ញុំដាក់នេះបងប្អូនមិនភ្លុកទេគឺតែពេលឆ្អិនដួសហូបតែម្ដងធានាថាឆ្ងាញ់លេខ1ហ្មងបន្ទាប់ពីយើងងាស់បានកន្លះម៉ោងហើយយើងចាប់ផ្ដើមកូរម្សៅឆាដាក់ចូលទៅវានឹងធ្វើឲ្យទឹកខកែបរបស់យើងឡើងប៉ែកស្រួយញ៉ាំជាមួយនឹងបបរខ្លាំងមែនតើហ្មងឈ្ងុយនោះឈ្ងុយអែមនោះអែមបើថារសជាតិវិញអត់ឆ្ងាញ់ឲ្យជាយន្តហោះមកធាក់ក្បាលវិហារនៅអាមេរិកហ្មងឲ្យតែធ្វើតាមរូបមន្តនៅក្បាលវីដេអូរបស់ខ្ញុំបានបង្ហាញហ្នឹងបើថាអត់ឆ្ងាញ់គឺយកលុយហ្មងរសជាតិនេះបើខ្ញុំធ្វើលក់ឲ្យហាងលក់បងកែបបងបាសជើងហើយអញ្ចឹងមិនលក់ឲ្យទុកផ្លើគេរស់ស៊ីផងមកបបរយើងវិញខ្ញុំបាទរៀងធ្វើខុសរូបមន្តគេបន្តិចព្រោះបបរកែបតតែបបរហ្នឹងម៉ត់ឲ្យលួយខ្លាំងមែនតើហើយយើងអត់មានពេលរងាស់រាប់ម៉ោងដូចគេទេអញ្ចឹងធ្វើមកឆ្អិនគឺហូបទៅឥឡូវរួចរាល់ហើយបងប្អូនបបរខកែបជាមួយនឹងឆាតកូនសាំបានេះត្រូវនឹងមើលតិចធ្លាក់ប្រើអង្គុយហត់ក្តៅនិយាយពីថាបងប្អូនអូជាតិដល់ឋានតអិនតោះអញ្ជើញឆ្ងាញ់ទាំងអស់គ្នាអញ្ចឹងអូដាក់ឲ្យសុខគ្នាខ្ញុំដុំមកទៀតខ្ញីនោះណាហូបផងខកែបពុកខ្ញីកែបហូបកែបហ្នឹងហើយកោភ្លើងកែបហ្នឹងហូបខ្ញីវ៉ាវកែបហ្នឹងកែបឡើងសាច់ឡើងរមួតមកកភ្លើវាហើយយើងបន្លាក់អញ្ចឹងទុកមុនណាយកមកខតាមក្រោយចឹងសាច់កភ្លើចូលជាតិហ្មងបើដែរបងប្អូនថ្ងៃរៀនបាល់មុខមកហូបមុខទៀតទេត្រូវទេមិនមុខទេពីរមុខគឺថានៅខ្មែរពងតិចចឹងដែរឥឡូវអញ្ចឹងធ្វើបបរខកែបញ៉ាំទាំងអស់គ្នាដឹងថាជាតិហ្មងថោកណាទៅទិញគេបងប្អូនអើយមួយឈុតសតតែ$7-8ហើយមួយឈុតញ៉ាំបានម្នាក់ពីរនាក់អស់បាត់ហើយចុះយើងគ្នាមកគ្រួសារ10នាក់អីធ្វើម៉េចទៅអញ្ចឹងទិញកែបតាម1គីឡូ2គីឡូមកធ្វើមួយឆ្នាំងហូបមកគ្រួសារនិយាយពីថាឆ្អែតបាត់ហើយឆ្ងាញ់មែនតើបងប្អូនឆ្ងាញ់មែនតើបបរកកែប What កកែបអូខេបបរកកែបបាទឆ្ងាញ់មែនតើបបរកកែបបាទដូចបងខ្លាចខ្ញុំនិយាយអញ្ចឹងគឺឆ្ងាញ់សាហាវឆ្ងាញ់ខ្លាំងហ្មងឈឺក្បាលបើមុខក្តៅខ្លួនហ្នឹងហត់តាមអាចារ្យគ្រូនឹងមានកម្លាំងព្រឹសងើបដើរតែម្ដងតើយើងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបាយបាយ